តើសួស្តីបងបងចង់មកណែនាំជាមួយនឹងប្រភេទទឹកថ្នាំពិសេសសម្រាប់ clear ចំណងម៉ាលេរបស់យើងបងបងចាអញ្ចឹងសម្រាប់បងបងណាដែលគាត់ជាអ្នកបោកអូតឬក៏គាត់ប្រើប្រាស់ជាប្រចាំថ្ងៃក៏ដោយគឺគាត់អាចប្រើប្រាស់ជាមួយនឹងប្រភេទទឹកថ្នាំសម្រាប់ clear នេះបានដោយសារតែប្រភេទទឹកថ្នាំសម្រាប់ clear របស់យើងគឺអត់មានត្រូវការរៀនជាមួយនឹងបច្ចេកទេសការប្រើប្រាស់ទឹកថ្នាំអីទេចាគឺគាត់អាចប្រើប្រាស់ដោយខ្លួនឯងបានសម្រាប់ការប្រើប្រាស់បងគាត់តែលីវាជាមួយនឹងទឹកសាប៊ូរបស់យើងណាឧទាហរណ៍ថាបងមានម៉ាស៊ីនបងគឺមាន3ថតចាបើសិនជាម៉ាស៊ីនបងមាន3ថតបងដាក់មួយថតសាប៊ូមួយថតទឹកក្អមមួយថតទៀតបងដាក់សម្រាប់ clean ហ្នឹងអញ្ចឹងណាចាប៉ុន្តែបើសិនជាមានតែ2ថតទេគឺបងអាចលាយសម្រាប់ clean ហ្នឹងជាមួយនឹងទឹកសាប៊ូបានចាហើយទឹកក្អមគឺយើងដាក់ដាច់ដល់ឡែកធម្មតាហើយសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបង81គីឡូគឺបងដាក់កន្លះការ៉ូទៅហើយម៉ាស៊ីនបង12ទៅ13គីឡូគឺបងដាក់1កម្រងអញ្ចឹងណាចាសម្រាប់អត្ថប្រយោជន៍ប្រភេទសម្រាប់ clean នេះគឺវាមានច្រើនខ្លាំងមែនតើជាពិសេសគឺវាផ្ដោតទៅលើស្នាមប្រឡាក់ដូចនៅលើរូបភាពនឹងអញ្ចឹងគឺស្នាមប្រឡាក់ខ្លាំងណាស់បងឃើញអត់ចាហើយយើងមានជាមួយនឹងរូបបាក់តេរីចាគឺវាកម្ចាត់ជាមួយនឹងស្នាមប្រឡាក់មេរោគបាក់តេរីជាពិសេសគឺបំបត្តិជាមួយនឹងក្លិនដែលមិនល្អចាទឹករបៀបហាសាច់កាអាវរបស់យើងសាច់កណាត់របស់យើងដែលយើងត្រាំជាមួយនឹងទឹកយូរថ្ងៃចាយើងអត់បានបោកសម្អាតវាទេចាគឺវានៅជាប់ជាមួយនឹងក្លិនផ្អូអីអញ្ចឹងណាហ្នឹងហើយនិយាយទៅក្លិនហ្នឹងគឺរៀងក្លិនមិនល្អឯងបងនិយាយទៅគឺស្អុយខ្លាំងអញ្ចឹងបងដែលគាត់មានបញ្ហាអស់ហ្នឹងគឺបងអាចទិញយកប្រភេទសម្រាប់ clear ទៅបោកបានគឺវាកម្ចាត់ជាមួយនឹងក្លិនមិនល្អបានបែបខ្លាំងមែនតើចាហើយមួយទៀតដែរគឺវាកម្ចាត់ជាមួយនឹងមេរោគបាក់តេរីជាពិសេសហ្នឹងបងដែលគាត់មុតដៃមុតជើងហ្នឹងបងអាចយកជាមួយនឹងប្រភេទសម្រាប់ clear នេះយកទៅចាក់លាងសម្អាតបានគឺវាកម្ចាត់ជាមួយនឹងមេរោគហ្នឹងហើយអញ្ចឹងប្រភេទទឹកថ្នាំរបស់យើងនេះគឺអត់មានត្រូវការរៀនជាមួយនឹងបច្ចេកទេសសោះតែម្ដងបងនៅតាមផ្ទះក៏អាចប្រើបានដែរបងបោកទៅលើស្រោមពូកស្រោមខ្នើយភួយមុងអីហ្នឹងអានោះភាគច្រើនគឺយើងកេងទៅញើសរបស់យើងគឺវាខ្លាចជាបាក់តេរីបងចាហើយវាមានក្លិនផ្អូក្លិនជូរអញ្ចឹងណាអញ្ចឹងគឺបងអាចប្រើជាមួយនឹងប្រភេទទឹកថ្នាំសម្រាប់ clean នេះគឺកម្ចាត់ជាមួយនឹងក្លិនមិនល្អនឹងបានហើយជាមួយនឹងបាក់តេរីអញ្ចឹងពេលដែលយើងកេងទៅគឺអត់មានធ្វើឲ្យយើងរោគកន្ទុយលមាស់អីទេចាជៀសវាងការរោគកន្ទុយលមាស់ឡើងមុនខ្នងអីអញ្ចឹងណាអានេះគឺជាភាពជាក់ស្ដែងបងចានេះខ្ញុំនិយាយជាក់ស្ដែងតែម្ដងហើយសម្រាប់ទឹកថ្នាំសម្រាប់ clean របស់យើងនេះដែរគឺយើងមាន3ចំណុចជួយបងសម្រាប់អានេះគឺចំណុចម៉ាលីបចាហើយសម្រាប់រូបរាងគឺបងអាចមើលបានខាងក្រោយគឺរូបរាងបែបហ្នឹងចាមានដាក់ជាមួយនឹង logo យក្សាហើយជាមួយនឹងកម្របពណ៌លឿងនៅពីលើកម្របហ្នឹងក៏មានដាក់ជាមួយនឹង logo យក្សាដូចគ្នាហើយយើងមានដៃយួរអញ្ចឹងណាបងចាអញ្ចឹងបើសិនជាបងចង់កំងអីអាចកំងបានហើយយើងប្រើជាប្រចាំថ្ងៃក៏បានបងដែលគាត់បោកអូតណាគឺកុំភ្លេចជាមួយនឹងប្រភេទទឹកថ្នាំសម្រាប់ clear បង